ខ្ញុំបង្រៀនភាសាបារាំងបង្កើតវីដេអូហ្នឹងគឺចង់ឲ្យអ្នកដែលចង់រៀនភាសាបារាំងចង់ចេះភាសាបារាំងរៀនទៅហើយព្រោះអីខ្ញុំរើសយកសភៅរបស់លោកតាចែកឆាំងលោកតាចែកឆាំងសភៅរបស់លោកតាចែកឆាំងហ្នឹងគាត់រៀបចំដើម្បីឲ្យយើងអានមានលំដាប់ចាប់ពីដំបូងមកហើយគាត់បង្រៀនគ្រប់ព្យញ្ជនៈទាំងអស់អញ្ចឹងខ្ញុំយកសភៅហ្នឹងតាមលំដាប់សភៅហ្នឹងហើយអាហ្នឹងទី1គឺដើម្បីរៀនអានឲ្យចេះអានបើយើងអត់យល់ន័យថាពាក្យហ្នឹងមានន័យជាខ្មែរថាម៉េចក៏យើងដឹងថាពាក្យហ្នឹងអានថាយ៉ាងម៉េចដែរអាហ្នឹងទី1គឺរៀនអានហើយទី2គឺសន្ទនាទូទៅសន្ទនាទូទៅនៅក្នុងសន្ទនាទូទៅខ្ញុំនឹងរៀបចំឲ្យមានអត្ថបទខ្លីៗប៉ុន្តែវាមានន័យសំខាន់ហើយបង្រៀនអានឲ្យចេះអានហើយនឹងសាកល្បងបកប្រែខ្លះៗចឹងនៅក្នុងអត្ថបទខ្លីៗហ្នឹងទី1ធ្វើឲ្យចេះអានគោលបំណងគឺឲ្យចេះអានហើយទី2គោលបំណងគឺដើម្បីព្យាយាមបកប្រែឲ្យអ្នកចេះអ្នករៀនអ្នកចង់ចេះភាសាបារាំងហ្នឹងឲ្យអាចបកប្រែអត្ថបទបានប៉ុន្តែតែយើងរៀនអញ្ចឹងមិនអាចទៅយកអត្ថបទវែងយកមកឯងយកអត្ថបទខ្លីៗហើយអ្នកដែលមិនទាន់ចេះសោះតែម្ដងប្រហែលជាត្រូវខំប្រឹងរៀនអានប៉ុន្តែអានេះក៏វាជួយខ្លះដែរហើយបើការបកប្រែហ្នឹងប្រហែលជាពិបាកបន្តិចប៉ុន្តែការអានវាសំខាន់ភាសាបារាំងវាអានហ្នឹងគឺបញ្ចេញសំឡេងឲ្យត្រូវតាមសំឡេងរបស់ភាសាបារាំងអរគុណ